ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះយើងក៏លេខមកមើលការវិភាគខ្លីៗរបស់យើងទៅលើទីផ្សារមាសបាទឥឡូវនៅលើ time frame 5នាទីបាទហើយនោះគឺជាទីផ្សារមាសតែម្ដងអញ្ចឹងផែនការថ្ងៃនេះខ្ញុំមើលឃើញថាយ៉ាងម៉េចសម្រាប់ទីផ្សារមាសមុននឹងខ្ញុំធ្វើការដាក់នៅតំបន់ទិញលក់សូមនិយាយអំពីហេតុផលចំនួន2ធំៗដែលធ្វើឲ្យទីផ្សារមាសកាលពីព្រឹកមិញរហូតមកដល់ពេលនេះគឺមានសន្ទុះនៃការឡើងថ្លៃខ្លាំងក៏ដោយសារហេតុផលចំនួន2ធំៗដែលខ្ញុំបានមើលឃើញហេតុផលទី1គឺជាការព្រួយបារម្ភទៅលើសង្គ្រាមពាណិជ្ជកម្មសកលតែម្ដងដែលលោក Donald Trump គាត់នឹងមានជាតម្រុយនៅក្នុងការតម្លើងពន្ធរបស់គាត់ណាតង់ថ្មីរបស់គាត់បាទដែលធ្វើឲ្យទីផ្សារសកលនឹងមានភាពព្រួយបារម្ភបាទអញ្ចឹងហើយទើបនាំឲ្យទីផ្សារមាសមានការឡើងថ្លៃហេតុផលសំខាន់មួយទៀតហ្នឹងគឺដោយសារតែឃើញថាធនាគារកណ្ដាលសហរដ្ឋអាមេរិកមានទំនោរនៅក្នុងការទម្លាក់អត្រាការប្រាក់តែម្ដងបាទដើម្បីជួយយ៉ាងណាស្ដារសេដ្ឋកិច្ចណាឡើងវិញកំឡុងពេលដែលរឿងសង្គ្រាមពាណិជ្ជកម្មឬក៏ការតម្លើងពន្ធនោះវាអាចប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចតែម្ដងអញ្ចឹងហើយនឹងជួយសម្រួលយ៉ាងណាដើម្បីឲ្យមានការទម្លាក់អត្រាការប្រាក់នៅសហរដ្ឋអាមេរិកណាបាទអញ្ចឹងហេតុផលនេះគឺធ្វើឲ្យទីផ្សារមាសនឹងរុញឡើងថ្លៃតែម្ដងបាទបងប្អូនទាំងអស់គ្នាហើយក៏សូមនិយាយអំពីចំណុចមួយដែលភាគច្រើនមួយចំនួនបាននិយាយផងដែរថាក៏ដោយសារតែមានការរញ្ជួយដីណាទើបធ្វើឲ្យទីផ្សារមាសនេះមានការហក់ឡើងដែរបាទអញ្ចឹងនិយាយទៅមិនខុសមិនត្រូវទេគាត់ថាព័ត៌មានរឿងរញ្ជួយដីនេះគឺនៅអាស៊ីណានៅមីយ៉ាន់ម៉ានៅថៃបាទវាអាចដែរប៉ុន្តែវាមិនមែនជាកត្តាធំដែលរុញច្រានឲ្យទីផ្សារមាសនេះឡើងទេណាបងប្អូនបាទរឿងធំនោះគឺតាក់ទិនទៅនឹងអត្រាការប្រាក់សហរដ្ឋអាមេរិកមានការទម្លាក់ចុះណានឹងមានគោលជំហរទម្លាក់ហើយនឹងការភ័យខ្លាចទៅលើសង្គ្រាមពាណិជ្ជកម្មសកលឯនោះទេដែលជាហេតុផលធំធ្វើឲ្យទីផ្សារមាសនេះរុញឡើងបាទនេះឥឡូវនេះក៏លេខមកមើលទីផ្សារដែលខ្ញុំធ្វើការវិភាគឃើញថាតម្លៃតាំងពីព្រឹកមកដល់ពេលនេះគឺមានការរុញតម្លៃទីផ្សារឡើងមែនទែនណាបាទឡើងថ្លៃហើយតម្លៃខ្ពស់របស់វានៅក្នុង time frame 5នាទីហ្នឹងគឺ31.27 បាទណាហើយតម្លៃបច្ចុប្បន្ននេះគឺ31.21 បាទអញ្ចឹងវាគៀកទៅនឹងតម្លៃខ្ពស់នៅក្នុង5 time frame 5នាទីតែម្ដងហើយនេះគឺជាតំបន់ដែលខ្ញុំមើលឃើញថាល្អសម្រាប់យើងត្រៀមផែនការចូលទៅក្នុង sell ទីផ្សារនេះតែម្ដងប្រសិនបើតម្លៃទីផ្សារឡើងទៅដល់31.30ហើយនៅក្នុង zone $10 31.40បន្ទាប់មកទៀតហ្នឹងគឺយើងរងចាំឱកាសចូល sell កន្លែងហ្នឹងនៅពេលដែលមាន signal sell កើតឡើងនៅកន្លែងហ្នឹងតែម្ដងណានេះគឺជាអ្វីដែលខ្ញុំមើលឃើញណាហើយចំពោះការយកផលចំណេញហើយនឹងការដាក់ stop loss វិញគឺយើងអាចណាពិចារណានៅក្នុង$10នៃការ take profit ហើយនឹង$10នៃ stop loss បានហើយបាទដោយសារតែនេះគឺជាការចូលទីផ្សារប្រចាំថ្ងៃខ្លីៗណាយើងអត់មានជាប់ឆ្លងយប់ទេបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយប្រសិនបើទីផ្សារនេះនៅតែបន្តិចទៀតទេគឺវាឡើងទៅដល់ zone sell ហើយណាអញ្ចឹងរងចាំតែបន្តិចទៅបាទហ្នឹងគឺ quality បាទនៅតម្លៃ31.30 31.40ហ្នឹងប្រសិនបើទីផ្សារត្រឡប់ចុះមកវិញចូលទៅក្នុង zone buy បាទ buy zone នេះគឺនៅតម្លៃណាដែលខ្ញុំគិតថាល្អ30.90 និង31.00តែម្ដងណាបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំមើលឃើញនៅក្នុងឱកាសពេលនេះតែម្ដងហើយអ្វីដែលសំខាន់គឺរងចាំឲ្យទីផ្សារហ្នឹងណាលេចត្រដែតឡើងចូលទៅក្នុងតំបន់ sell សិនហើយបន្ទាប់មកយើងរងចាំសញ្ញា signal sell កើតឡើងនោះទៅយើងចូលធ្វើការ sell ទៅវាមានគុណភាពណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកុំភ្លេចតម្លៃត្រៀម sell គឺនៅ31.30 31.40ផលចំណេញយើងរំពឹងតែខ្ទង់$10ហើយនឹងការដាក់ stop loss របស់យើងក៏ប៉ុណ្្នឹងដែរបាទសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទជូនពរឲ្យចំណេញគ្រប់គ្នា